เอาเลยนะบอลเลยบอลเนี่ยโฮมเลยยังจับมาประมัดประมงให้เนี่ยในดอนชี้ประมัดประมงนะยังจับมาให้จับมาเลยประมัดประมงกัดตัวเพี่ยมั้งđôi chim của chữ sỏi mà tự niệm đó chỉ bằng bằng cái nó chỉ họ mà tự mình tới bằng chân như tụi nó liền bằng hương tóc ตาจีมันไม่ใช่ประมัดประมงที่ แม่นเอ้ย ไงนี่ยึดอะไรแต่จีเอาไม่ใส่ผิดเป็นจ้อง นั่นน่ะโดนbịสำหรับกูบ่ยืงยื้อเราคุยประมัดประมงเป็นหายคืออันนั้นเนี่ยปีถึงไงนะวิขลายแต่จีมนุษย์พ่อมันนะแต่ปีถึงไงเซอร์เป็นขลายจีไม่ใช่ส้มบองปนออกนี้มันมุกวิเอาฉบับเกิดคือพี่นึงเฮ้ยอ้าวไม่นะพี่โดนแต่สำหรับกูไม่นึงเฮ้ยบองปนต้องออกนี้ส้มเชิญจังឆ្ងាយទៅខ្ញុំនឹងធ្វើពិធីដោះខ្សែសមាយកតែជ័យចេញពីត្រង់នេះจะบองชอนชอบสลายอยู่แต่จีเจงผลิตมาเนอะស្រាយតាជ័យឯងរួចខ្លួនហើយថ្ងៃហ្នឹងឆាប់ចេញមកខ្ញុំជូនតាជ័យឯងទៅខ្ទមវិញមកយកតាជ័យឯងទៅខ្ទមវិញមករួចខ្លួនហើយមកខ្ញុំជូនតាជ័យឯងទៅខ្ទមវិញណាទៅខ្ទមវិញមកហ្នឹងហើយសម្រាប់របស់ឯងយកទៅចោលណាគេចោលនេះគេចោលអស់ស្រីចោលឈាមត្រីសត្វឈាមមកណាខ្លាប់ចោលហើយបងដនសមតាដល់លេខខ្ញុំទៅពួកអមទាំងអស់គ្នាក៏មិនជាប្រមាត់ប្រមងទេគាត់បានលៀកខ្ញុំទៅរកស៊ីសម្រាប់ចោលក៏នំគ្នាចាប់ប្រកាន់គាត់យ៉ាងនេះក៏ចិត្តទៅធន់ណាបងប្អូនទាំងអស់គ្នាប្រហែលខ្ញុំមិនជាប្រមាត់ប្រមងទេមិនមែនសម្រាប់ចោលទៅឈប់សិនបងប្អូនទាំងអស់គ្នាកុំអានសម្រាប់ពីអីយើងទុកសង្កេតមើលចាំដល់ថ្ងៃសៅរ៍សិនដើម្បីឲ្យប្រពន្ធដននិងបងប្អូនទាំងអស់គ្នាបានឃើញថាបើថ្ងៃសៅរ៍នេះដនគេមិនប្រែរូបទៅជាប្រមាថប្រមងទេនោះគេមិនមែនជាប្រមាថប្រមងឡើយពួកយើងនឹងដោះលែងគេភ្លាមមែនទេបងប្អូនប្តីខ្ញុំគឺជាបងដនគាត់មិនមែនជាប្រមាថប្រមងទេអូនស្រីជួយខ្ញុំផងជប់ខ្ញុំទៅពួកយើងទាំង3រកវិធីជួយដនហើយណាបងដនប្តីប្រពន្ធខ្ញុំកំសត់ណាខ្ញុំមិនអាចរស់ដោយគ្មានគាត់បានទេបងប្អូនចង់ដឹងថាហេតុអីក៏ខ្លាយទៅជាដនទៅយ៉ាងនេះចាំខ្ញុំនិយាយរឿងឲ្យបងប្អូនស្រីហើយនឹងបងប្អូនទាំងអស់គ្នាបានដឹងរឿងនេះមានដូចតទៅពេលដែលដនបាយពីនំទៅមិនបានទៅរកស៊ីអីទេគឺដនបានទៅលុយរៀនមុនអាគមគិតថាពីអ្នកសច្ចាងភ្នំដល់ប្រកាស40នាក់ហើយមានសិស្សរួមគ្រូទាំងអស់4នាក់សិស្សទាំងអស់គ្នានៅថ្ងៃពេញបរមីនេះគ្រូទៅរោងភ្នំសមាធិធរហើយពេលគ្រូមិននៅត្រូវខំហាត់រៀនហើយគ្រូសូមហាមដាច់ខាតកុំចូលទៅក្នុងអាស្រមគ្រូភ្នំខាងនោះឲ្យសោះឬទេសិស្សទាំងអស់គ្នាបើមានសិស្សណាមួយល្មើសនឹងវិន័យគ្រូនេះនឹងទទួលផលពិបាកដល់ខ្លួនគ្មានអ្នកណាជួយបានឡើយណាដូច្នេះសិស្សទាំង4នាក់ខំរៀនគាថាកុំធ្វើប្រហែសឲ្យសោះគ្រូលាហើយកណាគ្រូនោះពេលលោកគ្រូទៅសមាធិធម៌យូរថ្ងៃដនក៏ខាត់គំនិតក្បត់ពួកយើងទាំង3ហើយលួចទៅចូលក្នុងរូងភ្នំដែលលោកគ្រូហាមឃាត់លួចយកគម្ពីរគិតថាបាលីមករៀនដោយខ្លួនឯងភ្លេចបណ្ដាំគ្រូដោយចិត្តលោភលន់និងចង់ខ្លាយខ្លួនជាអ្នកខ្លាំងពូកែការរៀនដោយគ្មានគ្រូនេះហើយធ្វើឲ្យដនមានការច្របូកច្របល់ក្នុងខ្លួនដោយចិត្តមានះនិងចង់ឲ្យខ្លួនខ្លាយទៅជាអ្នកខ្លាំងពូកែគ្មានពេលនោះដនមិនព្រមលះបង់គំនិតនេះចោលទេដនក្បត់ពួកយើងលួចក្រោកពីដំណេកមុនពួកយើងមកលួចហាត់រៀនស្ងាត់តែម្នាក់ឯងបើមិនឲ្យពួកយើងទាំងណាស្រាប់តែហើយការចំណាយក៏បានកើតមានរឿងស្រួលហើយណែបងប្អូនឆាប់ចេញមកឲ្យលឿនចាំមានមកសាមានរឿងអីហ៎លឿនមានរឿងអីបងសាឯងមិនឃើញមានពលឺពេញទីនេះទេពលឺមិនទៅចឹងបងហើយជិះដល់តាមថាបងសាបងកំណត់ដែរយើងឆាប់រមើលទៅ
លោដនទៅកន្លែងដែលលោកគ្រូហាមខត់ទីហ្នឹងមកមិនកើតទេយើងឆាប់ទៅរកមើលតោះឆាប់ទៅមែនណាមិនឃើញទេតើទៅណាចេះមែនណាតែរកទីមើលទៅយើងទៅកន្លែងទៀតតោះអូនោះណែគេកំពុងដាក់ជួយមិនបានទេវាមិនបានចេះដល់ទៀតទេវាគឺជាខ្មាត់ឆៅទេប្រលឹងបិសាចចូលខ្លួនឯងហើយរាល់យប់ថ្ងៃសិលឯងនឹងខ្លាយទៅជាបិសាចពេលថ្ងៃឯងខ្លាយជាមនុស្សធម្មតាឯងស្ដាប់បណ្ដាគ្រូឯងទទួលយកតាមទាននេះចុះគ្រូមិនអាចជួយឯងបានទេឯងត្រូវចាំបើគ្មានអ្នកដោះវិញ្ញាណបិសាចចេញពីខ្លួនឯងបានទេឯងនឹងស្លាប់ហើយអូថ្លៃបង្គំលោកគ្រូយើងដឹងអស់ហើយមិនបាច់ពួកឯងប្រាប់គ្រូទៀតទេកណាគ្រូដនបានក្បត់នឹងបណ្ដាំគ្រូហ៊ានលួចយកក្បួនកាពីបែកធៀបដកប្រលឹងទៅលួចហាត់រៀនធ្វើអខុសដំណំគ្រូបែកកម្មដ្ឋានប្រលឹងខ្មោចព្រីបិសាចក្បាល8បន្លំចូលមកសន្ធិដ្ឋក្នុងខ្លួនក្រោយមកคล้ายទៅជាបិសាចកាចសាហាវនៅរាល់ថ្ងៃសិលផុតពីថ្ងៃសិលវាคล้ายទៅជាមនុស្សធម្មតាវិញនៅរាល់ពេលដែលវាคล้ายទៅជាបិសាចវាស៊ីតែប្រមាថមនុស្សគ្រប់ចំនួនវានឹងคล้ายទៅជាបិសាចជារៀងរហូតបើមិនរកវិធីជួយដនទេផុតថ្ងៃសិលទី9ចូលដល់សិលទី10នោះដននឹងคล้ายទៅជាបិសាចជារៀងរហូតតើមានវិធីណាមួយជួយដនបានទេលោកគ្រូជួយអូនដនផងទៅសូមលោកគ្រូអនុគ្រោះដល់បងដនផងនេះគឺជាកម្មពីវេលារបស់ដនហើយគ្រូមានវិធីមួយយ៉ាងអាចជួយដនបានគឺឯងទាំង3រួមគ្នារៀនក្បួនគុំប្រលឹងទាំង3ដើម្បីកម្ចាត់បិសាចតើក្បួននេះហាត់រៀនយូរទេលោកគ្រូរឿងនេះគ្រូមិនអាចកំណត់បានទេតោះតែឯងទាំង3ត្រូវអំណត់ព្យាយាមរៀនដកវិញ្ញាណទាំង3ពួតផ្គុំគ្នាឲ្យคลายទៅជាវិញ្ញាណតែមួយទើបអាចកម្ចាត់ព្រលឹងខ្មោចព្រាយបិសាចនៅក្នុងខ្លួនដនបានស្អែកគ្រូនឹងបង្ហាត់ពួកឯងហើយកណ្ដាលគ្រូបងប្អូនទាំងអស់គ្នានេះជាយប់15កើតតែជាថ្ងៃពេញបរមីយប់នេះខ្មោចព្រាយបិសាចនឹងចូលក្នុងខ្លួនដនដើម្បីបញ្ចេញមហិទ្ធិឫទ្ធិរបស់វាព្រោះថ្ងៃនេះជាថ្ងៃសិលទី10បើជួយដនមិនបាននៅក្នុងយប់នេះដនក៏ត្រូវស្លាប់នៅក្នុងយប់នេះដែរយប់នេះបងប្អូនត្រូវនៅក្នុងខ្សែសមាទាំងអស់គ្នាហើយពួកយើងនឹងសុំគេថាវត្តសីមាមិនឲ្យខ្មោចប៉ះពាល់បានឡើយក្នុងយប់នេះគឺសំខាន់ណាស់ពួកយើងទាំង3ត្រូវដកព្រលឹងចេញពីខ្លួនផ្ដុំគ្នាដើម្បីចាប់ខ្មោចដូចនេះខ្ញុំសម្រាប់ថា
នៅពេលពួកយើងដកព្រលឹងចេញពីខ្លួនហើយសូមបងប្អូននិងលោកមេភូមិជួយថែរក្សាសម្បករូបយើងទាំង3បានល្អផងណាបាទទុកចិត្តចុះហាមប៉ះពាល់រូបយើងជាដាច់ខាតបាទទោះជាមានហេតុការណ៍អ្វីឬលឺសន្ធឹកសម្រែកអ្វីខ្លាំងយ៉ាងណាក៏ដោយបាទកុំចេញក្រៅសីមានេះឲ្យសោះហើយលោកមេភូមិត្រូវតែប្រោះទឹកបាទមិនអីទេខ្ញុំប្រោះនៅលើរូបរបស់ខ្ញុំទាំង3នាក់រហូតដល់ថ្ងៃរះបាទព្រលឹងរបស់យើងនឹងត្រឡប់ចូលរូបវិញជាមិនខានបាទ ខ្ញុំសូមប្រាប់បងប្អូនថាពួកយើងទុកសម្បកខ្លួននៅទីនេះហើយព្រលឹងរបស់ពួកយើងទាំង3ត្រៀមប្រយុទ្ធជាមួយនឹងព្រលឹងខ្មោច